យុទ្ធការព័ត៌មានវិវត្តអំពីបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនលោក Vladimir Putin ប្រធានាធិបតីរបស់រុស្ស៊ីបានស្នើឲ្យមានការចរចាសន្តិភាពជាលើកដំបូងជាមួយនឹងប្រទេសអ៊ុយក្រែនស្របពេលដែលសហរដ្ឋអាមេរិកកំពុងតែបង្ហាញនូវការអត់ធ្មត់នៅក្នុងរឿងនេះបន្តទៀតហើយនេះគឺជាលើកដំបូងហើយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនដែលរុស្ស៊ីបានស្នើមានការចរចានេះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានស្នើមានការចរចាទ្វេភាគីជាមួយអ៊ុយក្រែនជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមិនធ្លាប់មានហើយសមាភាគីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាក្រុងគៀវត្រូវបានរៀបចំសម្រាប់ការពិភាក្សាណាមួយដើម្បីបញ្ឈប់ការវាយប្រហារលើគោលដៅជនស៊ីវិលលោក Putin និងលោក Zelensky ប្រឈមសម្ពាធពីអាមេរិកដែលបានគំរាមដើរចេញពីកិច្ចប្រឹងប្រែងសន្តិភាពលុះត្រាតែមានវឌ្ឍនភាពខ្លះក្នុងការសម្រេចរឿងនេះប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបាននិយាយថាពួកគេបើកចំហចំពោះបទឈប់បាញ់បន្ថែមទៀតបន្ទាប់ពីបទឈប់បាញ់រយៈពេល30ម៉ោងនៃបុណ្យ Easter ដែលប្រកាសដោយទីក្រុងមូស្គូកាលពីចុងសប្តាហ៍មុនភាគីនីមួយៗសុទ្ធតែបានចោទដាក់គ្នាពីបទបំពានបទឈប់បាញ់ការពិភាក្សាត្រូវបានកំណត់ពេលនៅសប្តាហ៍នេះនៅក្នុងទីក្រុងឡុងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាខ្លួនកំពុងបញ្ជូនគណៈប្រតិភូទៅជួបមន្ត្រីមកពីអាមេរិកនិងបណ្ដាប្រទេសអឺរ៉ុបកិច្ចពិភាក្សានេះគឺជាការតាមដានកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុនជាទីដែលអាមេរិកនិងអឺរ៉ុបបានពិភាក្សាគ្នាអំពីវិធីដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយពេលជាង3ឆ្នាំមកនេះលោកពូទីនបាននិយាយទៅកាន់អ្នកសារព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃ21មេសាថាការប្រយុទ្ធគ្នាបានបន្តពីបទឈប់បាញ់បុណ្យ Easter ដែលលោកបានប្រកាសជាឯកតាភាគីកាលពីថ្ងៃសៅរ៍ហើយលោកក៏បាននិយាយថាទីក្រុងមូស្គូបានបើកចំហចំពោះគំនិតផ្ដួចផ្ដើមសន្តិភាពណាមួយហើយបានរំពឹងដូចគ្នាពីទីក្រុងគៀវ